សូមបងប្អូនជួយបរិបទខ្មែរទាំងអស់ជួយแชร์ឲ្យពិភពលោកបានឃើញផងថាពួកយើងនៅក្រៅប្រទេសនេះគឺមិនដែលបោះបង់ប្រទេសកម្ពុជាឬក៏ប្រជាជនកម្ពុជាណាចោលទេមិនថានៅក្នុងកលៈទេសៈបែបណាបញ្ហាអីទេគឺយើងនៅតែនៅជាមួយនឹងប្រទេសរបស់យើងនៅជាមួយនឹងជនជាតិរបស់យើងប៉ុន្តែយ៉ាងណាមិញយើងបាតកម្មនេះគឺយើងទាមទារឲ្យដោះលែងវីរៈជនទាំង18រូបចាដែលបានតែថៃបានចាប់យកទៅចាហើយព័ត៌មានដែលបានផ្សាយថាព័ត៌មានកម្ពុជាអំពីរដ្ឋាភិបាលដែលបានផ្សាយថាថៃនឹងដោះលែងទាហានទាំង18រូបនោះមិនមែនជាការប៉ັດទេដោយមេតបថៃបានចេញព័ត៌មានជាផ្លូវការហើយគឺគេមិនបានយល់ព្រមក្នុងការដោះលែងទាហានរបស់យើងទាំង18រូបមកកាន់ប្រទេសកម្ពុជានោះទេហើយនៅថ្ងៃទី26នេះរដ្ឋាភិបាលកម្ពុជារបស់យើងបានខົບខិតគ្នាក្នុងការកាត់ទឹកដីខ្មែរចារាល់តំបន់ណាទាំងអស់ដែលមានទាហានថៃឈរជើងរដ្ឋាភិបាលកម្ពុជានឹងសញ្ញេនៅថ្ងៃទី26គឺកាត់ដីដូរសន្តិភាពតែម្ដងចា